ជាដំបូងសួស្តីលោកគ្រូខ្ញុំប៊ុនជឿនថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញក៏ដូចជាធ្វើវីដេអូបទបង្ហាញទាក់ទងទៅនឹងការធ្វើឬក៏ការធ្វើ final project ទាក់ទងទៅនឹង Ansible អញ្ចឹងមុននឹងយើងទៅមើលការធ្វើវីដេអូបង្ហាញក៏ demo ទៅលើ project មួយហ្នឹងខ្ញុំសូមធ្វើការបង្ហាញនៃ slide របស់ខ្ញុំសិនដែលខ្ញុំនឹងធ្វើការបង្ហាញ demo ហ្នឹងតាមដោយនៅអ្វីដែលលោកគ្រូគាត់បានដាក់ requirement មកអញ្ចឹងជាដំបូងចំពោះ slide ទី1ខ្ញុំនឹងធ្វើការបើកក្បាលដំបូងគឺទៅនឹង final project គឺ project ទី1 project ទី1នេះគឺ focus ខ្លាំងទៅលើ Ansible អញ្ចឹងចូលដល់ slide ទី2យើងមកមើលទៅលើ content ដែលខ្ញុំបានរៀបដើម្បីងាយស្រួលខ្លួនឯងក្នុងការធ្វើវាតាមដោយទី1ទៅនឹង requirement ទី2ទៅនឹង setup infra ទី3ទៅនឹង launch GCP instance ទី4ទៅនឹង install software ទៅលើម៉ាស៊ីននីមួយៗទី5ទៅនឹងការ add domain និង HTTPS ទៅលើ service ដែលយើងបានស្រាប់ហ្នឹងទី6ទៅនឹង verification ឬក៏ verify ទៅលើអ្វីដែលយើងបានធ្វើតើវាត្រឹមត្រូវឬក៏តាមលំដោយក៏ដូចជា success ដែរទេទី7យើងធ្វើការ destroy ទៅលើ infra របស់យើងអញ្ចឹង slide ទី3គឺយើងមកមើលទៅនឹង project diagram ឬ requirement លោកគ្រូដាក់ឲ្យអញ្ចឹងទី1ហ្នឹងវាមានទំនុកបែបនេះហើយយើងមើលទៅនឹង slide ទីបន្ទាប់ទៅនឹង setup infra ទៅនឹង setup infra យើងធ្វើការautomate ដោយការបង្កើតម៉ាស៊ីនទៅលើ GCP instance ហ្នឹងដោយ Ansible ឬក៏ automate នេះយើងមើលត្រួសទេដោយសារតែតិចខ្ញុំនឹងធ្វើការបង្ហាញយកមកអញ្ចឹងទៅ slide បន្ទាប់យើង Line GCP instance យើងធ្វើការ run playbook របស់យើង run script របស់យើងដែលយើងបានបង្កើតមក slide បន្ទាប់យើងនឹងធ្វើការ run script ដូចគ្នាដែលយើងបង្កើត playbook អីហ្នឹងដើម្បី install ម៉ាស៊ីន install service ទៅលើម៉ាស៊ីនមួយៗហ្នឹង slide បន្ទាប់ទៀតគឺ install software បានន័យថា software ដែលក្នុង server នីមួយៗដូច Jenkins SonarCube និង Nexus ហ្នឹងយើងនឹងធ្វើការទៅឡើងទៅលើ service មួយ software មួយៗហ្នឹងតាមម៉ាស៊ីននីមួយៗដែលលោកគ្រូគាត់បានចែកឲ្យទៅ slide នេះគឺយើងនឹងបង្ហាញទៅនឹងការ add domain name ជាមួយនឹង HTTPS ទៅលើម៉ាស៊ីនទាំង3ហ្នឹងអញ្ចឹង slide បន្ទាប់ទៀតយើងនឹងធ្វើការបង្ហាញអ្វីដែលយើងបានធ្វើតើវាត្រឹមត្រូវឬក៏រត់ success ដែរទេទៅ slide ចុងក្រោយយើង destroy infra ចោលតែម្ដងអញ្ចឹងយើងងាកទៅមើលការ demo ឬក៏ដូចជាការធ្វើបទបង្ហាញដោយ record ទៅធ្វើជាវីដេអូទាំងអស់គ្នាអញ្ចឹងយើងមកមើលទៅនឹង GCP instance របស់យើងអញ្ចឹងម៉ាស៊ីនដែល active ឬក៏ម៉ាស៊ីនដែលកំពុង running នេះគឺជា Ansible server របស់ខ្ញុំដែលជា main ម៉ាស៊ីនដែលខ្ញុំនឹងធ្វើការបង្កើតម៉ាស៊ីនបង្កើតឬក៏ install software install service ទៅលើម៉ាស៊ីនផ្សេងៗតាមរយៈ server មួយហ្នឹងអញ្ចឹងជាដំបូងយើងទៅមើល infrastructure ឬក៏មើលទៅលើ playbook inventory ត្រួសសិនដោយសារតែfile ឬក៏ចំពោះប្រចាំមួយហ្នឹងខ្ញុំនឹង submit ដល់លោកគ្រូតាមរយៈGitHub អញ្ចឹងយើងនៅពេលយើងត្រៀមមើលទៅយើងឃើញថានៅក្នុង folder infra របស់ខ្ញុំមាន file ទាំងអស់នេះអញ្ចឹង file ទាំងអស់នេះខ្ញុំបានដាក់តាមលំដោយទៅតាម inventory ទៅតាម playbook របស់ខ្ញុំមានប៉ុណ្ណេះវាមាន destroy វាមាន GCP instance ក៏ switch account របស់ខ្ញុំហើយ task របស់ខ្ញុំគឺ create infra ហើយជាមួយនឹង task ផ្សេងៗក៏ដូចជា screen ផ្សេងទៀតដែលខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាដោយប្រើ automate កាត់បន្ថយ manual ទៅទៅនឹងអានេះបើខ្ញុំតេស្តតែនេះអញ្ចឹងអ្វីដែលយើងមើលទៅប៉ុណ្ណេះអញ្ចឹងជាដំបូងយើង slide របស់យើងហ្នឹង slide ទី3 slide ទី2ទី3យើងនឹងធ្វើការ run playbook ដើម្បីបង្កើតម៉ាស៊ីនអញ្ចឹងនៅក្នុង task file របស់ខ្ញុំ get just file អញ្ចឹងមានប៉ុណ្ណេះមាន setup មាន install service install software និង destroy អញ្ចឹងជាដំបូងយើង run just file setup infra just setup infra វាអាចនឹង slow តិចដោយសារខ្ញុំប្រើ hotspot share ពីទូរស័ព្ទទៅចំពោះម៉ាស៊ីនរបស់ខ្ញុំនេះគឺខ្ញុំយក medium អត់យក standard ទេអញ្ចឹងចំពោះ spec របស់វាគឺ spec តង់ RAM ទៅហ្នឹងវាប្រហែលជា 4G អីហ្នឹងហើយចំពោះប្រភេទ iMac របស់ខ្ញុំឬក៏ disk របស់ខ្ញុំហ្នឹងខ្ញុំយក Ubuntu 2022អញ្ចឹង success ហើយយើងធ្វើការបង្កើតម៉ាស៊ីនគឺទាំង3ហ្នឹងគឺ success ហើយអញ្ចឹងដើម្បី verify យើងទៅមើលម៉ាស៊ីនហ្នឹងទៅលើ GCP ផ្សេងៗគ្នាអញ្ចឹងអ្វីដូចដែលយើងឃើញនៅលើវីដេអូបង្ហាញនេះយើងឃើញម៉ាស៊ីន current ម៉ាស៊ីនដែលទើបនឹងបង្កើតមាន Jenkins Nexus និង SonarCube
តែម៉ាស៊ីនទាំង3នេះយើងទើបតែបង្កើតដោយការ run script មិនមែនទេដើម្បីបញ្ជាក់ថាម៉ាស៊ីនទាំង3ហ្នឹងវាបានន័យថាវាស្គាល់ជាមួយនឹង server របស់យើងអាច test ping យើង install inventory ping អូខេវាស្គាល់ចំណុចបន្ទាប់ខ្ញុំគិតថាយើង install service ហើយចាំយើងសាក remote ទៅអញ្ចឹងយើង success ដោយបង្កើតម៉ាស៊ីនហើយអញ្ចឹង slide បន្ទាប់យើងទៅមើល slide ទី4ហ្នឹងហើយ1 2 3 4 5ហ្នឹងហើយ6 slide បន្ទាប់នេះយើងធ្វើការ install service បានន័យថាយើងធ្វើការ install Jenkins Nexus និង SonarCube ទៅលើម៉ាស៊ីនមួយៗហ្នឹងអញ្ចឹងយើងផ្នែកបន្ទាប់យើងនឹងធ្វើការ run បង្កើត service ហ្នឹងអញ្ចឹងខ្ញុំនឹងឲ្យមើលទៅនឹង cat ទៅនឹង add service install service នៅក្នុងម៉ាស៊ីនមួយៗ install service អញ្ចឹងនេះគឺជា playbook របស់ខ្ញុំដែលខ្ញុំព្យាយាមធ្វើដូចជាស្រាវជ្រាវដើម្បីបង្កើតservice មួយៗតាមម៉ាស៊ីនដែលយើងបានបង្កើតហ្នឹងអញ្ចឹងមានប៉ុណ្ណេះអញ្ចឹងយើងធ្វើការ run ទាំងអស់គ្នា just install service អូខេតាមពិតទៅក្នុង step មួយនេះបើតាម requirement របស់គ្រូគាត់ដូចអត់បញ្ជាក់ថាតម្រូវឲ្យយើងautomate ឬក៏បង្កើត playbook ដើម្បីបង្កើត service ទៅលើម៉ាស៊ីនមួយៗទេគាត់បានបញ្ជាក់ថា install service តែប៉ុណ្ណោះតែខ្ញុំបានព្យាយាមធ្វើ automate ដើម្បីកាត់បន្ថយ manual តែមើលតើវា success ត្រូវដែរឬទេចឹងវានៅពិសេសត្រង់ Jenkins អូខេហើយ Jenkins មួយហើយវាចូលដល់ Nexus server ដើម្បីបង្កើត service install service រឿងយូរបន្តិចដោយសារ internet រឿង slow តងនឹង install process នេះខ្ញុំសួរលោកគ្រូផ្ទាល់ថាតើកន្លែងហ្នឹងកាត់រឿងខ្លីន័យថាដាក់ speed វាលឿនបន្តិចដើម្បីឲ្យវាយូរអញ្ចឹងហើយនឹក process ហើយចូលដល់ SonarCube messageបញ្ជាក់តិចត្រង់បង្កើត service តាមម៉ាស៊ីនមួយៗនេះដោយប្រើ automate ចំពោះpackage dependency ខ្លះវាអត់ enough ដូចនៅអ្វីដែលយើងបង្កើត manual ទេអញ្ចឹងបើសិននៅ step បន្ទាប់បើសិនជាវា error អីខ្ញុំនឹងធ្វើការ manual adjust វាអូខេ finally យើង success ហើយវាអត់មាន error ទេ
អូខេអញ្ចឹងចំណុចបន្ទាប់យើងនឹងធ្វើការសាក remote check service ទៅតើវាត្រឹមត្រូវដោយអ្វីដែលយើងបាន run automate អ្វីដែលវាបង្ហាញ process មក success ដែរឬទេអញ្ចឹងដំបូងយើងធ្វើការ remote ទៅកាន់ម៉ាស៊ីន Jenkins មុនគេដើម្បី check ថាតើ service Jenkins service ហ្នឹងវាត្រូវវា up ដែរឬទេអញ្ចឹងយើងធ្វើការ verify បងប្អូនគ្នា Jenkins servers អូខេ sh first project អូខេអូខេអញ្ចឹងយើងបាន remote ទៅកាន់ Jenkins server ហើយបញ្ជាក់បន្តិចនៅលើ Jenkins ក៏ដូចជាម៉ាស៊ីន3 2ផ្សេងទៀតខ្ញុំបាន install Nginx Extract ដោយសារតែម៉ាស៊ីនអស់នេះយើងប្រើប្រាស់ domain name ក៏ដូចជា HTTPS អញ្ចឹងខ្ញុំ install អានឹងស្រាប់តាំងពីដែលខ្ញុំបាន run script ដើម្បីបង្កើតម៉ាស៊ីននោះមកម្ល៉េះអញ្ចឹងទីដំបូងយើង check ទីតង់ Jenkins service របស់យើង system status Jenkins service អូខេឃើញអត់ធម្មតាយើងទៅមើល Nexus ឡំមើល Nginx របស់យើង and system status Nginx អូខេអញ្ចឹងយើង verify តកតងទៅនឹង service Jenkins របស់យើង Jenkins យើង run នៅ port 80 Jenkins ដល់យើងនេះចំណុចបន្តខ្ញុំយើង verify គ្នាឡើយយើង remote ទៅផ្សេងៗសិនដើម្បី check service អស់ហ្នឹងអញ្ចឹង sh ចូល Nexus ម្ដងអូខេអូខេឥឡូវយើងចូល Nexus ដូចជា install លើ Docker ឬក៏អីចូល verify មើលសិន Docker status system status Nexus oh no system status Nexus no Nexus install ហើយចាម្ដងទៅវា admin app យើងធ្វើការ curl ហើយយើងដាក់ add config ដាក់ me តាមយើងសិនលើ browser បន្តិចដូចជា run port 81អូខេបានន័យថា Nexus របស់យើងវា up ហើយអូខេឃើញថាវា up ហើយយើងអាច set បានដូចជា Jenkins មួយទៀតឥឡូវ verify Jenkins ហ្មងទៅ Jenkins វា run port 80អូខេឃើញថា Jenkins ក៏វា accessible ដែរអូខេទី3 SonarQube របស់យើង SonarQube របស់យើងសូមតេស្តសិនដល់វា success អត់ទេដោយសារតែខ្ញុំតេស្តហ្នឹងគឺ SonarQube មានបញ្ហាជាងគេឥឡូវយើងតេស្តបងប្អូនគ្នាដូចជាវា run port ប្រហែលចេះ 4000 no fail ហើយយើង check បងប្អូនគ្នាយើង remote ទៅកាន់ SonarQube servers sh first check Docker ដោយសារវា run Docker plus run ធម្មតាទេតែ service ចំពោះនេះខ្ញុំគាត់ថាខ្ញុំនឹង fix តាមក្រោយ service SonarQube របស់យើងឃើញថាវា up ធម្មតាទេបើយើង check Docker តែបើសិនជាយើង access តាម browser វាអត់អាច access បានសំឡេងទៀត9000 noយើងបង្កយើង skip ចំណុចនេះសិនឥឡូវយើងទៅការ run service run playbook ដើម្បីបង្កើត service អញ្ចឹងដល់ step នេះយើងនឹង install software based require on each machine នេះអញ្ចឹង Jenkins របស់យើងមានប៉ុណ្ណេះលើ SonarQube យើងមានប៉ុណ្ណេះ
ជាមួយនឹង Nexus មាន service ម្នេះទៅក្នុងបង្កើត repo បង្កើត register ផ្សេងៗអញ្ចឹងយើងនឹងបង្ហាញទៅក្នុង playbook script ដើម្បីបង្កើត service របស់ហ្នឹងអញ្ចឹង commit just file សិនខ្ញុំចង់ play បានហើយអូខេ install service just install soft 3 software version 3អូខេយើងនឹងមកគ្នាខ្ញុំសង្ឃឹមថាវានឹង success ទៅចុះភាសាហ្នឹងខ្ញុំ start ទៅវាភាសា error ចំណុចខ្លះៗដែរទៅក្នុង dependency របស់វាក៏ដូចជា key របស់វាផ្សេងៗទៅWarning, consider your get URLs. You set an curl if you need to. Okay, install Docker Compose. Install Docker Compose, install Ansible. Okay. Chẳng thể tông năng install lại khá here. Sumber và check vấn đề. Okay. Search bot. Okay. Okay, đó là chụp hai, đăng chân kênh 12. Chúng chụp bây giờ. Đăng vấn này. Sẽ trong này thì dùng tính được sao tại software bây giờ nó đi chọn đấy dependency vào việc ví dụ tại chẳng kim để vào Nexus nó trước đây thì sao bây giờ biết đây thì mình tích tế ok đăng sinh học trước bây giờ hay là bị cho Nexus ấy finally successful chớn ban này thá từng sinh từng bày nắng software bây giờ run một playbook script Ansible bây giờ nó vì success hay chớn cho nó bắt top step bắt top nó cơ dương nâng thưa cả file bây giờ check confirm that để tao nó sẽ bên môi đại crew lục các bạn giờ bây giờ nó miên grab container omise thì tao nó đặt khơi nó dương nâng cho verify môi thọ cái nữa data service sau về thọ nó về ban store hai đường này chẳng giờ bây giờ đi một cái chân kinh server một cái Jenkins servers IP bermacam example ok này chương trình verify nó clear chỉ bốn dân check left which nhưng left which ok sau kênh 12 export có hai đáy anh chọn h mới tiếp Docker Compose ok ok mới tiếp container được gì là Docker cho mình xem đó thế này
no docker docker ps mới xanh docker partner របស់យើងកំពុង running អូខេវា deploy ស្រាប់វា run ហើយបណ្ដោយទៅអញ្ចឹងយើងធ្វើការ access មើល partner របស់យើង run 4000យើង check មើលបងប្អូនគ្នាអូខេ Jenkins អូខេ partner យើងអាច set បានហើយ password បានចេះ password ដាក់ចុះthe password ស្រួលទៅអូខេយើង create user ស្គាល់ទៅ new partner time out អានេះយើងបាយត្រូវ restart partner របស់យើងអញ្ចឹង docker restart partner ត្រូវទៅអូខេយើង refresh យើង access ទៅម្ដងទៀតដាក់ password ទៅដែរអូខេ partner យើងចូលបានហើយអូខេ success មួយហើយបាទណាអូខេ success មួយហើយទៅដល់ partner ទៅលើ partner ដែលយើងបាន install ទៅលើ Jenkins server អញ្ចឹងយើងទៅមើល partner ទៅលើម៉ាស៊ីនផ្សេងវិញអញ្ចឹងនៅលើ ទៅលើ Sonacube អូខេយើង remote ទៅ Sonacube ម្ដង sh Sonacube យើងឲ្យពីប្រហែលអូខេអញ្ចឹងយើង check docker របស់យើង docker ps យ៉ាតើ partner យើងអត់អូខេ partner យើង is running partner run report 4.1 អញ្ចឹងយើងតែអត់គ្នាអានេះលើម៉ាស៊ីន Sonacube server Sonacube 4.1អូខេខ្ញុំដាក់ 4.1 តាមពិត default វា 4000 ទេតែ 4.1 ដោយសារតែវា duplicate port ជាមួយនឹង Sonacube អញ្ចឹងខ្ញុំក៏ឲ្យវា run លើ port 4.1 ទៅអញ្ចឹងយើង restart port នៅជាមួយដើម្បីវា up restart port អូខេយើង refresh ដល់គ្នាឃើញថាវា access បានហើយអូខេ add user មួយយ៉ាកុំយកទេអូខេលើ Sonacube របស់យើង partner ក៏អាច access ទៅបានដែរក៏អូខេនេះលើ Jenkins នេះលើទៅលើ Sonacube អញ្ចឹងយើងទៅ verify ទៅលើ server ចុងក្រោយគឺ Nexus server អញ្ចឹងយើង remote ទៅទីដើម្បី check នៅលើ Sonacube មិញអត់បាន verify serviceមួយដែលខ្ញុំបាន check គឺ oh my ZSH ហើយយើង check Nexus មកទៅអូខេ Nexus របស់យើង run តាមប្រព័ន្ធដូចនេះ Sonacube អូខេយើងថា run បានហើយមានតែការ restart service នឹងមួយដែរ docker ps មានអីគេខ្លះនេះហ្នឹងហើយនៅលើ Nexus របស់យើងមាន setup repository អញ្ចឹងវាឃើញ switch ច្រើនអញ្ចឹងនេះ container របស់យើង partner នេះ running អញ្ចឹងឥឡូវវាមានបញ្ហាអញ្ចឹងយើង restart មួយ docker restart partner អានេះ ID container ID នេះជាមើលនេះ Sonacube ហ្នឹងហើយ Nexus service របស់យើង Nexus របស់យើងអូខេយើង restart container របស់យើងហើយយើង refresh មកនេះអូខេចូលបានហើយយើងបង្កើត user ដែរទៅ
បានហើយយើងបាន container ដែលយើង install នៅលើ Nexus server អូខេជោគជ័យខ្លះហើយអានេះនៅលើសំណាក់ខ្ញុំនេះនៅលើ Jenkins អញ្ចឹង container ទាំង3នេះយើងគេថាវា success ហើយអញ្ចឹងចំណុចបន្ទាប់អ្វីដែលយើងត្រូវធ្វើនោះគឺយើងធ្វើ slide យ៉ាងសិន slide បន្ទាប់យើង add domain name អូខេ add domain name តែមុននឹងចូល slide បន្ទាប់ខ្ញុំសូម fix សំណាក់ខ្ញុំរបស់ខ្ញុំសិនឃើញថាវានៅមានបញ្ហាដែលយើងអាច access តាម web browser បានអញ្ចឹងខ្ញុំសូម remote ទៅកាន់សំណាក់ខ្ញុំរបស់ខ្ញុំសិនSSH អូខេអញ្ចឹងខ្ញុំសូមមើល check មើលតិចសិនsticky note អូខេpassword សូម fix មួយសិនអញ្ចឹងដំបូងយើង remove docker យើង remove សំណាក់ cube អូខេ remove for remove បានអត់ទេនេះអោ copy បាននេះ copy អូខេយើងមកវាសិនហើយយើង fix វាតើចំណុចទីយើងបង្កើត folder សារតែយើង run នៅពេលដែលយើងបង្កើត automate ហ្នឹងវាអត់គ្រប់អស់វាយើងសូម manual permission អូខេ permission មកយើង run សំណាក់ជួបឲ្យយើងវិញខ្ញុំសូមដាក់ port ហ្នឹងហើយប៉ុនទៅហើយ let test យើង run អត់នេះវា up អត់ success អត់អូខេតមកយើង check docker ps check ថា service docker ដែល run បានហើយអញ្ចឹងឃើញថា run ហើយយើងសូមមើល log បន្តិចអូខេណាបងអញ្ចឹងយើងទៅ verify ទាំងអស់គ្នា verify ដល់សម្រាប់របស់យើង fish success ទៅចុះសារតែ step ដែលខ្ញុំ set up វាហ្នឹងគឺមានបញ្ហាវាសឹងមានបញ្ហារហូតទៅនឹង Synapse Cube អូខេបានហើយបានហើយបាទអញ្ចឹងទីតនឹង service របស់យើង install ទៅលើនៅលើ មាន Jenkins មាន Synapse Cube និង Nexus អញ្ចឹងយើង install បានហើយខ្ញុំសូម login បន្តិចSynapse Cube របស់យើងកំពុង running អញ្ចឹងខ្ញុំ running ហើយយើងចេញបានហើយអញ្ចឹងបន្ទាប់យើងទៅ Jenkins របស់យើងដើម្បីយក password Jenkins របស់យើងអាយ៉ាអូខេយើងយក password យើង push recap password របស់យើងអូខេ username ដាក់តែ Jenkins ទៅ save install plugin install ហើយទៅមុនយើង add domain name នេះចំណាប់ជួយ Nexus របស់យើងអញ្ចឹងខ្ញុំអត់សុំ detail work នៅលើនេះទេខ្ញុំសូមបង្ហាញត្រឹមថាយើង check service ហ្នឹងវា up វា successfully accessible ក៏អត់ដោយសារខ្ញុំធ្វើតាមអ្វីដែលគ្រូបានចែកទេអញ្ចឹង Jenkins របស់យើងកាត់ user Jenkins full name Jenkinsដូចហ្នឹងអូខេ save and continue email នេះមកទៅអូខេយើងបានហើយយើងបាន service មួយហើយគឺ Jenkins start Jenkins professional ជួយយើងបន្តិចបានហើយយើងបង្កើត user មួយ
user admin default user ok nhưng mà cái user thứ mấy our password admin chẳng một cái password thứ mấy ok save tới save password data admin sau nào ngoài chờ lòng let's go chứ dân ban hỏi dân ban số nạp chung ngồi đại hỏi this database should use a relation password is not okay chân kinh dưỡng các bạn đi kia ok chân kinh nhưng mà chân kinh 12 data test chân kinh dân thật là ngồi chứ dân ban hỏi suy từng bài đi bây giờ cái nó sẽ nạp bao giờ bạn mùi hay đại hỏi next chân ok chẳng giờ một từ này của tôi cho nó tôi cứ chia chồng nói đại giới từ add domain name nâng https từ lời service từ lời mình xin từng bảy này mình xin từng bảy miền bảy xin đấy miền sẽ snap shoot chân kinh nhưng nhóm số thuộc add domain name sẵn dựng từ cô đi bao giờ nhưng Braco đã đi provider ok chia được 4 từ trên kín server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  sẵn được tất cánh main server bao giờ chân add domain name mới dùng pass trên kín hai pass IP address trên kín bao giờ IP address này chẳng chụp xin được bay đến nhung add hai một thứ sự nạp chụp server như vậy record sự nạp chụp bao giờ ní ok trong đó cứ nexus mấy chúng nó domain name này thì ai nó dùng môn dùng practice nắng mình phải hàng được kia đồng tháp việc present record video này tao sẽ xảy ra thế ok giờ bạn domain name từng bay đừng hỏi dương bây verify dương ping có địa chỉ này là up bảy chạy thá domain name nước bạn point bạn reverse thông tới đại tỷ chẳng dương trên kinh kế s lookup Jenkins SV ok lookup chúng ta score hơi cho một ping có score đại come on comment ping cho tụi tao đây là cái đường verify tao đi score 2 chẳng nhớ verify Nexus dong let's look up Nexus SV có bị score đá bị 1.2 hơi chẳng nơi số nạp chụp let's look up
Sona cube sweet ok bạn được kia chẳng giờ thì càng phải proxy và proxy chẳngនៅក្នុងនេះខ្ញុំមាន auto element name skip មួយយើងខែមើលសិន auto ok អញ្ចឹងខ្ញុំធ្វើការ copy skip ហ្នឹងដោយសារតែខ្ញុំអត់ចង់ copy មួយទេខ្ញុំ copy script ហ្នឹងទៅកាន់ expression 3ហ្នឹងយើងចូលlicense bar SCP copy មកពី file របស់ខ្ញុំអញ្ចឹងមានបញ្ហា cat scp inventory អូខេខ្ញុំសូម edit បន្តិច sudo vim scp inventory ដូរ password សិនដូរ IP address chân kinh mày nữa số đọc trước Nexus ok bây giờ tới script của nhóm này copy file này bạn này ta nhóm copy file auto elementនេះទៅកាន់ setting 3អញ្ចឹងយើង run message របស់គ្នា message copy file អូខេបាន copy ទៅហើយអញ្ចឹងយើង remove ទៅកាន់ Jenkins server របស់យើង Jenkins server មុនគេដែលយើងធ្វើ add domain name នេះអូខេយើង list មើលនេះឃើញហើយអញ្ចឹងយើង add domain name ហើយយើងមើល search bar របស់យើងមួយសិន which search bar okay check engine dương system center engine h status okay running chẳng dư domain name ok domain name nâng https type para auto element name sh para sudo sh sudo sh auto element name the Jenkins server bây giờ Jenkins server nung port bắt sắp ok thời mẹ address trong mẹ address nhưng xong rồi mà mình presenter yes right qua tiếp register okay successfully deployed Cat và Jenkins support chẳng dừng từ verify file là nó engine đi bao giờ cat etc engine h conf Jenkins ok trong đó dừng từ cả access đặt program domain name này 8 react https chẳng dừng ok successfulហើយ domain name នេះជាយើង set តាម IP នេះ domain name ដូចជា admin នេះ admin Jenkins user របស់យើងJenkins
ចូលបានហើយចូល dashboard បានហើយយើង verify អស់គ្នាអីចុះយើង check មើល no okay certificate នេះ detail របស់វាប៉ុណ្ណេះអញ្ចឹងយើង add domain name បានហើយអញ្ចឹងយើង add domain name ឲ្យ Nexus យើងម្ដងអញ្ចឹងយើងធ្វើការ exit ចេញពី check-in server យើង remote ទៅកាន់ check-in server Nexus server របស់យើងអញ្ចឹង LL មើលទៅយើង list មើលទៅយើងឃើញនេះជា file ដែលយើង copy មិញអញ្ចឹងយើង add domain name គ្នា sudo sh domain name Nexus SV Nexus យើងនៅផតបានចាំមើលសិនផត881មាន file មកសិនឡូតដាច់ record ហើយខ្ញុំស្អាតខ្ញុំប្រើ default record របស់ម៉ាស៊ីនមួយហ្នឹងញ៉ាំប្រើប្រាស់នេះទេអញ្ចឹងយើង domain name ហ្នឹង port អូខេយើងប្រើប្រាស់ email ដដែលមកrequest អូខេដានហើយដានតែយើងខែមើលអត់ទេថា file វា success ដែរឬទេ conf nexus អូខេឃើញថាដានហើយអញ្ចឹងយើង assign នៅលើ web browser ទាំងអស់គ្នាអូខេ nexus របស់យើងបាន add domain name successfully ហើយអូខេ domain name យើង verify domain name អស់គ្នាចុះនេះយើង check edit នេះ detail expire នឹង2025ខែ12អូខេយើងបាន domain name ហើយយើងក៏បាន Nexus យើងចុងក្រោយគឺ install SonarCube អូខេ SonarCube អញ្ចឹងយើងចេញពីនេះយើងទៅ SonarCube របស់យើងវិញ shចឹងយើង list មើល file យើង copy ហ្នឹងមកអត់អូខេមកហើយអញ្ចឹងយើងទៅ add domain name អស់គ្នា sudo sh auto add domain name ចិត្តតិច auto add domain name នេះខ្ញុំយកពីឈើមកទេអញ្ចឹងយើង input domain name របស់យើង SonarCube server port 9000អូខេ9000សូមមើល domain name បន្តិចSonarCube អូខេត្រូវហើយយើងយក pass Gmail ហើយទៅអូខេអូខេ success ហើយ add domain name យើងទៅ file គ្នាអូខេបានហើយយើងយកទៅ access អូខេ success ហើយអញ្ចឹងចុងក្រោយនៃការ domain name របស់យើងទៅលើ screen នីមួយហ្នឹងគឺ successfully ហើយ Sonar ចាំនេះ Sonar adminយើង admin ចាំទៅ user នេះអូខេបានហើយអញ្ចឹងយើងឃើញថា SonarCube របស់យើង add domain name successfully ដូចគ្នាអូខេអញ្ចឹងយើងបើក back ទៅលើមើល slide របស់យើងវិញអញ្ចឹងទៅក្នុង slide នេះ add domain name ជាមួយ TTPS គឺ successfully អញ្ចឹង slide បន្ទាប់គឺយើងនឹង verify ទៅនឹងអ្វីទាំងអស់ដែលយើងបានធ្វើពី step លើមកថាតើវាត្រឹមត្រូវ best requirement របស់ឲ្យដែលទេមុនពេលដែលយើង destroy វា
ចឹងចំពោះចំណុចនេះខ្ញុំសូមមើល requirement សិនverify យើងនឹង verify ទៅលើខ្លះservice ខ្ញុំ verify ហើយ verify ហើយទៅមើល task time សិន domain name នេះហើយ partner អីផ្សេងៗក៏យើងនេះដែរអញ្ចឹងចំពោះ service ដែលយើង install ដូចជា partner នេះដោយលោកគ្រូអត់បញ្ជាក់ថា domain name ទេអញ្ចឹងយើងអាចទៅ3 នេះទេអញ្ចឹងនេះយើងបាន verify ហើយយើង set បានធម្មតានៅខាង compose ទៅក្នុង Jenkins server នេះយើងបាន check service ហើយនៅសល់តែពី server base server នេះទេខ្ញុំគិតថាខ្ញុំវា install ហើយបើអីដោយសារតែ partner នេះយើង set បានលើផ្សេងនេះយើង set បានហើយលើ browser អញ្ចឹងយើងconfirm ថាយើងសរសេរហើយ install everything so step បន្ទាប់គឺជា step ដែលយើងត្រូវ destroy infra មួយហ្នឹងចំពោះtask ទៅក្នុងនឹង task file task របស់ខ្ញុំនេះខ្ញុំនឹង submit ទៅគ្រូតាមរយៈ GitHub នៃ project ទី1របស់ខ្ញុំទៅមានដូចប៉ុណ្ណេះខ្ញុំសូម check មើលសិនមុនពេល destroy តែ destroy គឺ everything គឺចប់ហើយអញ្ចឹងខ្ញុំ check មើលសិនក៏អត់អស់ខ្ញុំបាក់ទៀត verify ទៅក្នុង requirement របស់យើងដូចជាអស់ហើយប៉ុណ្ណេះ Ansible របស់យើងស្រាប់ម៉ាស៊ីនក៏ដាន់service ក៏ដាន់ domain name ក៏ដាន់ខ្ញុំមិនដឹងថាតើអស់ចិត្តទេខ្លាចតែខ្វះអីមួយទេនេះcontent របស់ខ្ញុំ NGP ហ្នឹងហើយមានសរសេរក៏ហើយសរសេរក៏ហើយ domain name ក៏ហើយយើង verify ហើយមិញយើងក៏បាន verify ត្រឹមត្រូវហើយដែរហើយយើងទៅមើលនេះមកយើងវិញអានេះតាមយក IP partner នេះ partner Jenkins test Jenkins អូ template នេះមើលសិនNode Jenkins container should be able to run Docker Compose Grab and Ansible អានេះមានតែយើងអាចនឹងអស់ត្រូវយល់នឹង run Docker អញ្ចឹងយើងដាក់ថា infra test Grab pipeline អីមកទេអូខេយើង verify នេះមកទៅដោយសារតែ Jenkins របស់យើងដូចគាត់ឲ្យនេះ run Docker Compose ក៏បានDocker file ហើយremote ទៅដល់ទៀតstep មកទៀតDocker PS Docker Compose អូខេ Compose បានយើង install ហើយតែខ្ញុំអត់បាន test ក្នុងបង្កើត pipeline ទៅលើ Jenkins ដើម្បី automate ទៅលើ switch ផ្សេងទេឧស្សាហ៍យើងធ្វើតាម requirement នេះគាត់តែបញ្ជាក់យើងគាត់តែ check ថាតើលើ Jenkins server របស់យើងមានអាច run Docker Compose Docker file ដែរទេGrab មួយទៀត Ansible Jenkins container should be able to use Grab សូម check មើលសិន test Grab on Jenkins GitLab GitLab okay tại GitLabយើងចេញមកវិញសិនឃើញទេយើងបង្កើត test មួយ fix type check នេះចង់ភ្លេចប្រើប្រាស់នេះការប្រើប្រាស់ Grab ហើយនេះ source condition select git URL box and short តែ commit push ទៀតខ្ញុំធ្វើតែម្ដងទៀតតែក្នុងវីដេអូនេះខ្ញុំ
អត់បានតែបង្ហាញទេតែខ្ញុំជឿជាក់ថានៅក្នុងចំណុចនេះគឺវាអាច run ទាំង Docker file ឬក៏ compose ហើយក៏ជា GitLab និង Ansible អញ្ចឹងចំណុចចុងក្រោយគឺយើងធ្វើការ destroy ទៅលើ infra របស់យើងនេះ destroy step destroy ចេញ exit ចេញព្រោះនេះយើង destroy ដោយប្រើប្រាស់ playbook ដូចជា script automate ដើម្បី destroy ម៉ាស៊ីនទាំង3ហ្នឹងអញ្ចឹងយើងទៅមើលខ្លះយើងต้อง destroy playbook អូខេ playbook destroy infra ប៉ុណ្ណេះមួយទៀតទៅនឹង inventory ទៅនឹង template cat ថា data ដែលវាបង្កើត Ansible បង្កើតម៉ាស៊ីនទាំង3ហ្នឹង template inventory no ច្រឡំ cat inventory system វិញទេcd template នេះ TSP inventory នេះinventory template và playbook ចូល playbook ថា data ដែលយើងបានបង្កើតម៉ាស៊ីនទាំង3ហ្នឹង cat GCP infra instance GCP infra instance នេះអូខេយើងដល់ step destroy ហើយ cat just file ស្លំចេញសិន cat just file destroy infra អញ្ចឹងមុន destroy យើងទៅមើលម៉ាស៊ីនយើងសិន current ម៉ាស៊ីនរបស់យើងមាន3ម៉ាស៊ីននេះសិនទៅមើលមកទៀតខុស event អូខេ task របស់យើង create playbook orderដែរ install node let's install docker yes ហ្នឹងអូខេខ្ញុំស្រាប់តែ destroy ហើយវាពិតជាល្អមែនតើដែលខ្ញុំ demo ថ្ងៃហ្នឹងក៏ដូចជា record present ថ្ងៃហ្នឹងវា success admin name សារពីម្សិលខ្ញុំ test ហ្នឹងគឺមានបញ្ហាទៅនឹង admin name ឲ្យ Jenkins ហើយមួយទៀតគឺ port panel Synapse វាសាត់បានតែថ្ងៃហ្នឹងវាសាត់បានវាពិតជាល្អមែនតើអញ្ចឹងយើង destroy ផ្សេងទៅអស់គ្នាទៅកាន់ server របស់យើងអញ្ចឹង just destroy អូខេចឹងចំពោះក្នុងវីដេអូនេះបើសិនជាលោកគ្រូយូរហើយគាត់ថានឹងមានសម្លេងអេបន្តិចបន្តួចមួយទៀតទៅនឹងការនិយាយរបស់ខ្ញុំអាចនឹងរៀងមិនសូវស្ដាប់បានបន្តិចហើយមិនសូវនឹងយល់ដោយសារនឹងទៅនឹងការបញ្យល់តែចំពោះវីដេអូនេះខ្ញុំនឹងព្យាយាមមិនកាត់វាទេខ្ញុំនឹងព្យាយាមសែនទៅលោកគ្រូពេញតែម្ដងដើម្បីមើលតែខ្ញុំកាត់ខ្លះបើសិនជាចំណុចទៅនឹង process setup install អីហ្នឹងដែលវារៀងយូរចាំបន្តិចកំពុងពិសេស running Ansible prepare ស្លាប់ហើយយើងនេះ start យូរបន្តិចជិត2ម៉ោងដែរ1ម៉ោងជាងនេះធ្វើការ demo អ
Okay everything done ហើយ successfully ដែលយើង install ទៅលើម៉ាស៊ីនរបស់ហ្នឹងអញ្ចឹងយើង verify ទៅនឹងម៉ាស៊ីនរបស់ហ្នឹងវា success remove from cloud ឬក៏ from GSP internet directory អញ្ចឹងគេថាម៉ាស៊ីនរបស់ហ្នឹងគឺ remove ក៏ delete ហើយអស់ហើយអញ្ចឹងសរុបមកបញ្ចុកទី1របស់យើងគឺ focus ទៅនឹង Ansible គឺ successfully ហើយអញ្ចឹងជាចុងក្រោយខ្ញុំបាទមុនជឿនសូមអរគុណទៅកាន់លោកគ្រូកែវកាយ